នេះបងប្អូនរូបភាពកាលឆ្នាំ2015ជាមួយនឹងរូបភាពឆ្នាំ2025យើងក្រឡេកមើលមួយផ្លេតយើងឃើញថាមានភាពខុសគ្នាខ្លាំងមែនទែនសូម្បីតែកីឡាករខ្លួនគាត់ក៏គាត់មានការគិតថាគាត់មានការប្រែប្រួលទាំងរូបរាងព្រមទាំងកម្លាំងនៃការប្រកួតផងដែរយ៉ាងណាមិញចំពោះខ្ញុំបាទធ្លាប់ធ្វើការតាមដានកីឡាករថៃបាទឬក៏បច្ចុប្បន្នហៅថាធួនរិទ្ធីបាទគឺគាត់ប្រកួតកាលវាយដាក់ទ្រង់កម្ពុជានៃប្រយុទ្ធលើកមុនបងប្អូនបាទគឺខ្លាំងណាស់បាទបងប្អូនអើយខ្លាំងណាស់គ្មានកីឡាករណាអ្វីឈ្នះទេបាទកម្លាំងទាំងចិត្តមោះមុតនៃការប្រយុទ្ធផងដែរអញ្ចឹងនេះគ្រាន់តែជាការរំលឹកអតីតកាលរបស់កីឡាករបងថៃរិទ្ធីឬក៏ធនរិទ្ធីតែប៉ុណ្ណោះអញ្ចឹងវីដេអូនេះគឺគ្រាន់តែចង់ឲ្យបងប្អូនដឹងថាកីឡាករកូនខ្មែរយើងគឺគាត់ខ្លាំងបាទក៏ប៉ុន្តែគ្រាន់តែរយៈពេលនៅបច្ចុប្បន្នគឺមានការប្រែប្រួលហើយបាទព្រោះតែមនុស្សយើងគឺមិនដូចមុនទេបាទគឺសុខភាពរាងកាយនិងពេលវេលានៃការវឹកហាត់គឺខុសពីមុនណាបាទហើយមួយទៀតដែរគឺគ្រាន់តែចង់សំណូមពរឲ្យបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តនិងកុំជន់បន្តិចកីឡាករខ្មែរយើងឲ្យសោះបាទមានតែពួកគាត់ទេដែលជួយធ្វើឲ្យគុនខ្មែរយើងបានទៅចម្រើនទៅមុខណាបងប្អូនបាទ